5ប្រឈមមុខនឹងការគំរាមកំហែងប្រេងថ្មីគណៈដែលអ៊ីរ៉ង់សម្លឹងមើលច្រកសមុទ្រទី2ធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកំពុងតែប្រឈមមុខនឹងហានិភ័យនៃវិបត្តិប្រេងថ្មីគណៈដែលអ៊ីរ៉ង់កំពុងតែពិចារណាបិទឬគ្រប់គ្រងផ្លូវដឹកប្រេងដ៏សំខាន់មួយទៀតបន្ថែមទៅលើច្រកអ៊ឺម៉ូសការកត់សម្គាល់បច្ចុប្បន្នអ៊ីរ៉ង់បានបង្កការរាំងស្ទះទៅលើច្រកអ៊ឺម៉ូសដែលជាផ្លូវដឹកប្រេងដ៏សំខាន់របស់ពិភពលោកដែលប្រេងប្រហែលជា 20% នៃពិភពលោកដែលបានឆ្លងកាត់នៅទីនេះហើយដែលបានធ្វើឲ្យតម្លៃប្រេងកំពុងតែហក់ឡើងខ្ពស់និងប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយប្រសិនបើអ៊ីរ៉ង់ពង្រីកនៅវិធានការនេះទៅច្រកសមុទ្រទី2នោះវាអាចធ្វើឲ្យការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកខូចខាតធ្ងន់ធ្ងរជាងមុននិងបង្កវិបត្តិសេដ្ឋកិច្ចដ៏ធំគួរបញ្ជាក់ផងដែរថាតម្លៃប្រេងបានហក់ឡើងលើសពី$100ក្នុង1បារ៉ែលហើយទីផ្សារហិរញ្ញវត្ថុក៏រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារភាពតានតឹងនេះយ៉ាងណាក្តីក្រុមអ្នកតាមដានបានកត់សម្គាល់ថាប្រទេសជាច្រើនជាពិសេសនៅតំបន់អាស៊ីកំពុងតែប្រឈមមុខទៅនឹងការខ្វះខាតប្រេងនិងតម្លៃនៃថាមពលកំពុងឡើងខ្ពស់ខណៈដែលស្ថានភាពអាចអូសបន្លាយយូរយ៉ាងណាមិញវិបត្តិនេះមិនមែនត្រឹមតែសង្គ្រាមទេក៏ប៉ុន្តែវាគឺជាការប្រយុទ្ធទៅលើថាមពលពិភពលោកដែលអាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចទាំងមូលនៅលើពិភពលោកហើយជាការប្រឈមយ៉ាងធំសម្រាប់លោកដូណាល់ត្រាំ